ខ្ញុំកាណាថ្មភាពសូមនមស្ការចំពោះប្រកាសណាគុណម្ចាស់គ្រប់ព្រះអង្គទីគោរពសក្ការៈនិងសូមចម្រើនពរញាតិញោមប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីពុទ្ធមានសម្រាប់រាត្រីនេះខ្ញុំប្រកាសណាថ្មភាពសូមវិភាគប្រគេននិងចម្រើនពរជូនញាតិញោមជនរួមជាតិទាំងអស់ឲ្យបានជ្រាបអំពីព្រឹត្តិការណ៍នយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬក៏ថាធ្វើបច្ចុប្បន្នភាពជុំវិញស្ថានភាពនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាអាត្មាបានអង្កេតឃើញព័ត៌មានថ្ងៃនេះតាមរយៈបណ្ដាញសង្គមក្តីតាមពាក្យសេកពាក្យស័ព្ទចចាមអារាមក្តីគឺបានឃើញគេបង្ហោះ Facebook ថានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានជំងឺហើយជំងឺនឹងគឺជាប្រភេទជំងឺធ្ងន់ហើយរហូតដល់ថាពិបាកនឹងធ្វើការព្យាបាលទៀតគឺកើតជំងឺគិសកើតជំងឺអីណានោះសពអីយ៉ាងបានពោះក៏ប៉ុន្តែចំពោះអាត្មាមើលឃើញថាការចែករំលែកព័ត៌មាននេះគឺជាព័ត៌មានមិនផ្លូវការហើយបើទុកណាជានាយករដ្ឋមន្ត្រីនឹងគិតមានបញ្ហាជំងឺសុខភាពរបស់គាត់អីក៏ដោយក៏យើងជាអ្នកផ្សព្វផ្សាយព័ត៌មានទោះជាផ្សព្វផ្សាយព័ត៌មានអាជីពក៏ដោយមិនមែនអាជីពក៏ដោយក៏មិនគួរយើងធ្វើការផ្សព្វផ្សាយព័ត៌មានជាលក្ខណៈវ័យបហាដល់ជីវិតឯកជនរបស់អ្នកដទៃច្រើនពេកទេបានពូអាត្មាគិតថាបើកាលណាយើងយកការស្អប់ខ្ពើមឬក៏យកការស្រឡាញ់ក្រុមស្រឡាញ់បកជាធំវាមិនបានជួយរុញច្រានឲ្យស្ថានភាពសង្គមជាតិរបស់យើងវិលត្រឡប់ទៅរកភាពល្អប្រសើរទេបានពូហើយជាទេសនៈគូយកទៅធ្វើការត្រេះរិះពិចារណាបើទុកណាថ្ងៃនេះយើងបានឈ្នះនាយករដ្ឋមន្ត្រីម្នាក់ក៏យើងមិនទាន់អាចមានសុតិធិនិយមនិងមានជំនឿថាជាតិយើងនឹងមានភាពរុងរឿងលឿនរហ័សដូចជាការប៉ុនប៉ងចង់បានរបស់យើងដែរអ្វីដែលអាត្មាលើកឡើងក្នុងទេសនៈនេះមិនមែនប្រឆាំងជាមួយនឹងញាតិញោមដែលត្រូវការអ្វីមួយដែលញោមចង់បាននោះទេក៏ប៉ុន្តែអាត្មាចង់ចម្រើនពរឲ្យញាតិញោមបានជ្រាបថាយើងទុកពេលវេលាឲ្យវាទៅតាមដំណាក់កាលនីមួយហើយអ្វីដែលយើងត្រូវធ្វើគឺយើងរៀបចំខ្លួនយើងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពយើងប្រឹងប្រែងកសាងមូលដ្ឋានសង្គមមួយប្រកបដោយសុចរិតភាពហើយសង្គមមួយដែលយើងទាំងអស់គ្នារស់បានស្មើមុខស្មើមិត្តគ្នាចំពោះមុខច្បាប់ហើយយើងទាំងអស់គ្នាត្រូវបានគោរពនឹងការពារដោយច្បាប់ទល់តែទាំងអស់គ្នានឹងចេះគោរពច្បាប់មុនសិនបានពូប៉ុន្តែបើទាមទារឲ្យមនុស្សម្នាក់គោរពច្បាប់ប្រកបណាស់វាលំបាកមែនទែនញាតិញោមការអនុម័តច្បាប់ហើយនឹងអនុវត្តច្បាប់វាចាំបាច់ត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងរាជថ្នាក់ក្រមនិងអ្នកដឹកនាំរដ្ឋនឹងថ្នាក់ខ្ពស់បានត្រូវធ្វើទាំងពីរនេះធ្វើទាំងពីរខាងប៉ុន្តែរយៈពេលកន្លងមកឃើញថាមានការចោទប្រកាន់ថាអ្នកធំមិនសូវចេះគោរពច្បាប់ប្រហែលជាមកពីទស្សនវិជ្ជាសង្គមយើងនឹងមានអ្នកធំបង្ហាញគំរូមិនសូវល្អច្រើនទៅវាคล้ายទៅជារឿងអាក្រក់មួយដែលយើងតែងតែចោទប្រកាន់បន្តគ្នាថាឲ្យតែអ្នកធំគឺអាក្រក់ឲ្យតែអ្នកដឹកនាំរដ្ឋបច្ចុប្បន្នគឺអាក្រក់ប៉ុន្តែអាត្មាសូមមិនធ្វើការកាន់ជើងទៅដល់អ្នកចោទប្រកាន់ហើយនឹងអ្នកកាន់អំណាចទេអ្វីដែលអាត្មាចង់និយាយក្នុងនាមជាអ្នកប៊ូហើយដើរតួនាទីជាអ្នកអប់រំគ្រាន់តែចង់ទាញស្មារតីទាញចំណាប់អារម្មណ៍របស់ញាតិញោមជនរួមជាតិឲ្យបានជ្រាបថាយើងធ្វើការថ្លឹងថ្លែងឲ្យច្បាស់រវាងខុសហើយត្រូវអាក្រក់ហើយល្អបើទុកណាយើងមើលឃើញរឿងអាក្រក់នឹងច្រើនក៏ប៉ុន្តែក្នុងស្ថានភាពសង្គមមួយបើវាអាក្រក់ 100% ហើយអាក្រក់គ្រប់ពេលប្រកបណាស់ប្រហែលជាយើងក៏រស់អត់កើតដែរបានពូវាអាចមានរឿងល្អខ្លះវាអាចមានរឿងអាក្រក់ច្រើនយើងទទួលស្គាល់តែក្នុងសង្គមយើងនេះវាមានរឿងអាក្រក់ច្រើនក៏ប៉ុន្តែវាអាក្រក់ក៏ជាចំណែករបស់ពួកយើងដែរដែលយើងបានជួយរៀបចំធ្វើអំពើល្អជាឧទាហរណ៍ផ្លូវស្ពានមួយនៅខណ្ឌនង្គរដែលទើបធ្វើរួចថ្មីវាស្រាប់តែមានអ្នកស្រុកតនៅលក់លឺស្ពាននឹងធ្វើឲ្យស្ទះរត់តែយើងដើរក៏មិនបានចំបានពូអានឹងហើយជាចំណុចមួយដែលថាបើយើងបង្ខំឲ្យមនុស្សមួយក្រុមគោរពច្បាប់មនុស្សមួយក្រុមទៀតអត់គោរពវាគ្មាននេះទេច្បាប់មួយនឹងចំបានពូណាហើយផ្លូវថ្នល់មួយដែលធ្វើបានយ៉ាងល្អមនុស្សអាចដើរបានបែរជាអនុគ្រោះឲ្យក្រុមអ្នកឬអេតចៃទៅបោះទីតាំងទិញនឹងលក់អេតចៃពេញមកផ្លូវរួចតែធ្វើដំណើរទៅមុខក៏ទៅអត់រួចហ្នឹងបានពូអញ្ចឹងចំណុចនេះវាខុសពីអ្នកណាវាខុសរួមគ្នាណាអ្នកអនុវត្តច្បាប់កំប្រមពង្រឹងកលែងនឹងឲ្យបានរឹងមាំហើយអ្នករស់ស៊ីប្រកបរបរទទួលទាននឹងក៏ខំប្រឹងរំលោភយកចំណីផ្លូវហ្នឹង
នេះជាកូនករណីឧទាហរណ៍មួយដែលអាត្មាចង់ចម្រើនពរជូនញាតិញោមជនរួមជាតិឲ្យបានជ្រាបថានៅក្នុងសង្គមមួយអាក្រក់និងល្អគឺវាដើរទន្ទឹមគ្នាគ្រប់តែពីលនោះឯងប៉ុន្តែយើងក៏ត្រូវចេះថ្លឹងថ្លែងចេះឲ្យតម្លៃរឿងល្អខ្លះហើយនឹងអាក្រក់ខ្លះបានពូហេតុអីបានអាត្មាធ្វើអត្ថាធិប្បាយមកដល់ចំណុចនេះដោយសារឃើញការបង្ហោះព័ត៌មានថ្ងៃនេះច្រើនមែនទែនហើយសារព័ត៌មានមួយទៀតនឹងក្នុងស្រុកនឹងថារូបថតប្រមាណសន្លឹករបស់ញោមសម្ដេចអគ្គមហាសេនាបតីដេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងមានរូបថតប្រមាណសន្លឹកនឹងធ្វើឲ្យគេចាប់អារម្មណ៍ពេញបណ្ដាញសង្គមមានមនុស្សមួយក្រុមទៀតយករូបថតដដែលនឹងយកទៅកាត់វ័យជាសញ្ញាដាក់ក្រុមក្បាលពោះនឹងថាកំពុងតែវាកាត់ចំណុចនេះអាត្មាថាវាដូចការពិតនៃណាវាមិនឃើញហើយយើងស្រឡាញ់សង្គមមួយឲ្យមានអ្នកនិយាយការពិតច្រើនយើងស្រឡាញ់យុត្តិធម៌សង្គមយើងស្រឡាញ់សន្តិភាពក៏ប៉ុន្តែយុត្តិធម៌សង្គមនិងសន្តិភាពវាផុសចេញពីទង្វើនិងអិរិយាបថរបស់ពលរដ្ឋគ្រប់គ្នាហើយបើយើងទាំងអស់គ្នាមិនប្រឹងរុញច្រានចលនាយុត្តិធម៌និងចលនាសន្តិភាពនឹងឲ្យផុសចេញពីបេះដូងយើងផុសចេញពីទង្វើរបស់យើងផុសចេញពីកាយវិការរបស់យើងគ្រប់គ្នាទេរំពឹងឲ្យច្បាប់តែមួយមុខគាត់ផ្ដល់យុត្តិធម៌និងសន្តិភាពឲ្យយើងមកគិតថាទៅមិនរួចបានពូព្រោះនៅលើសកលលោកនេះច្បាប់វាមានអសអដល់ទៅ2នៅពីមុខចម្រើនពូចាប់ដំបងទី1គឺថាអនុម័តរួចហើយគឺអនុវត្តប៉ុន្តែនៅស្រុកយើងនេះវាថែមអមួយទៀតអនុលោមចម្រើនពូក៏ប៉ុន្តែតាមគោលការណ៍ច្បាប់សកលគឺមានតែអនុម័តហើយនិងអនុវត្តច្បាប់កាលណាព្រមព្រៀងគ្នាចេញជាផ្លូវការសភាប្រជុំពេញអង្គអនុម័តច្បាប់នឹងយល់ព្រមឲ្យប្រើឡាយពហុដោយព្រះមហាក្សត្រហើយគឺថាគ្រប់គ្នាត្រូវតែអនុវត្តទាំងទូចទាំងធំទាំងរាជទាំងនិមឺនទាំងមន្ត្រីប៉ុន្តែនៅក្នុងទឹកដីកម្ពុជារដ្ឋនគរសវណ្ណភូមិរបស់អាត្មានេះវាអកុសលត្រង់ថាអនុម័តច្បាប់ហើយអនុវត្តបន្តិចបន្តួចអនុលោមនឹងច្រើនជាងការអនុវត្តទេអានឹងហើយដែលវារុញច្រានឲ្យសង្គមរបស់យើងនឹងវាចង់ទាញមកឲ្យមនុស្សគោរពច្បាប់ 100% ក្នុងមួយគណៈមួយរំពេចភ្នែកប្រកាសជាធ្វើអត់បានទេចំបានពូអញ្ចឹងបានអាត្មាថាអ្វីដែលយើងត្រូវធ្វើការចូលរួមដើម្បីឲ្យសង្គមយើងស្អាតស្អំសង្គមយើងមានយុត្តិធម៌ពិតប្រាកដកុំរំពឹងតែពីអ្នកដឹកនាំមួយមុខត្រូវចូលរួមពីខ្លួនយើងដែលអាត្មាតែងតែលើកថាអ្នកកេមលីនិយមចូលចិត្តប្រើវិចារណញ្ញាណប្រើការថ្លឹងថ្លែងពិចារណាបើឃើញបញ្ហាហើយត្រូវចេះសម្លឹងរកផ្លូវដោះស្រាយលោកកេមលីអត់ដែលនិយាយតែពីបញ្ហាទេកាលណាគិតឃើញបញ្ហាគឺគិតសម្លឹងពីមធ្យោបាយធ្វើម៉េចដោះស្រាយបញ្ហានោះបានអញ្ចឹងយើងទាំងអស់គ្នាជាអ្នកគោរពស្រឡាញ់លោកកេមលីមេតាគុំនិយាយអ្វីតាមមโนសញ្ចេតនាមេតាគុំនិយាយអ្វីតាមចិត្តចង់និយាយអ្វីទៅតាមការពិតនិយាយអ្វីដោយមានអំណះអំណាងនិយាយអ្វីដោយមើលឃើញបញ្ហាជាក់ស្ដែងហើយអាចជួយជាសនំពោជាឬក៏ជាដំណោះស្រាយណាមួយដែលយើងអាចចូលរួមដោះស្រាយបានអានឹងបានយើងអាចរុញច្រាននាវាកម្ពុជាឲ្យទៅដល់ត្រីគឺសន្តិភាពរុញនាវាកម្ពុជាទៅដល់ត្រីគឺយុត្តិធម៌បានពូបើពុំដូច្នោះទេយុត្តិធម៌នៅក្នុងកម្ពុជាជៀបម៉ងហើយញាតិញោមជៀបម៉ងមកទៅមុខអត់រួចនាវាកម្ពុជាគឺកើងនឹងម៉ងមិនអនុវត្តច្បាប់នឹងមកម៉ងដាក់ត្រីជៀបម៉ងដាក់ត្រីហើយបានពូនេះអាត្មាមើលឃើញបញ្ហាព័ត៌មានថ្ងៃនេះគឺភាគច្រើនលើកថានាយករដ្ឋមន្ត្រីនឹងមានជំងឺធ្ងន់កំពុងព្យាបាលនៅសិង្ហបុរីបានពូអាត្មាយល់ឃើញថាថ្នាក់ដឹកនាំរដ្ឋនីមួយបើកាលណាមានបញ្ហាវាត្រូវប្រពន្ធផ្សព្វផ្សាយរបស់រដ្ឋធ្វើការផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹងពីសុខទុក្ខរបស់ថ្នាក់ដឹកនាំគេក៏ប៉ុន្តែឥឡូវយើងអត់ទាន់ឃើញមានប្រពន្ធផ្សព្វផ្សាយផ្លូវការអាជីពណាមួយចេញផ្សាយផងឲ្យយើងថានាយករដ្ឋមន្ត្រីឈឺធ្ងន់អានឹងអាត្មាគិតថាប្រហែលមកពីយើងស្អប់គិតពេកទេដឹងឬក៏យើងមិនពេញចិត្តនឹងទង្វើរបស់គិតណាមួយទេដឹងក៏ប៉ុន្តែហើយចោះទុកថាទោះតែយើងមិនពេញចិត្តអេរិយាបថណាមួយរបស់នាយករដ្ឋមន្ត្រីអគ្គមហាសេនាបតីដេជោហ៊ុនសែនក៏ដោយក៏យើងព្យាយាមធ្វើកិច្ចការណាដែលយើងអាចធ្វើបានសុខទុក្ខឯកជនពេលខ្លះយើងទុកឲ្យគេរឿងជីវិតឯកជនរបស់គេពេលខ្លះយើងខំប្រឹងឆាឆាវយាយីវ័យបហាវាគ្មានន័យទេបានពូតែបើយើងនិយាយបញ្ហាជាតិយើងនិយាយបញ្ហាស្នូលរបស់ជាតិបើសិនជាយើងខុសក៏មានជនរួមជាតិគ្រប់គ្រងតែបើយើងវ័យបញ្ហាបុគ្គលបើយើងខុសគឺទទួលខុសត្រូវតែបុគ្គលបានពូអញ្ចឹងបានអាត្មាតែងតែលើកឡើងថាអ្វីដែលអាត្មាបានធ្វើកន្លងមកភាគច្រើនអាត្មាបោះជំហរទៅលើ
ក្លឹមសាស្នូលឬបញ្ហាស្នូលរបស់ជាតិចឹងបើសិនជារដ្ឋាភិបាលនិងសមាជិកមានបំណងចង់ធ្វើបាបអាត្មាវាតឹងបន្តិចដោយសារកន្លងមកអាត្មាមិនសូវនិយាយបញ្ហាបុគ្គលច្រើនទេនិយាយតែមិនសូវច្រើនមែនពូព្យាយាមផ្ដោតអារម្មណ៍ទៅលើបញ្ហាជាតិជាធំមិនផ្ដោតទៅលើបុគ្គលទេចឹងបានការលើកឡើងរបស់ខ្ញុំបកណាអាត្មាភាពថ្ងៃនេះសូមញាតិញោមមេត្តាគុំយល់ច្រឡំថាមិនមែនកាន់ជើងនាយករដ្ឋមន្ត្រីថាមិនចេះឈឺទេបើថុចជួនមានកើតមានស្លាប់មានឈឺមានជាវាជារឿងធម្មតាក៏ប៉ុន្តែយើងទាំងអស់គ្នាខំប្រឹងយករឿងបុគ្គលយកការឈឺចាប់របស់បុគ្គលយកមកទៅអាចដោះស្រាយបញ្ហាជាតិបានដែរឬក៏អត់ចាំបានពូវាអត់បានទេដូច្នេះបានអាត្មាថាថ្លឹងថ្លែងមុននឹងយើងធ្វើការនិយាយស្ដីអ្វីមួយបើរុញឲ្យនាយករដ្ឋមន្ត្រីកាន់តែខឹងក៏មិនសន្មត់ថាយើងអស់គ្នានឹងបានសុខដែរបើនាយករដ្ឋមន្ត្រីបានសុខយ៉ាងហោចណាស់ក៏នាយករដ្ឋមន្ត្រីចេះសេចក្តីសុខមកដល់យើងអស់គ្នាដែរមើលពូនឹងថ្លឹងថ្លែងកន្លែងនឹងប្រហែលជាញាតិញោមអាចប្រតិកម្មច្រើនថាអាត្មាកាន់ជើងនាយករដ្ឋមន្ត្រីហើយចំណុចនេះក៏ប៉ុន្តែមិនមែនទេអាត្មាចង់ជម្រាបពូឲ្យញាតិញោមជនរួមជាតិយើងចេះធ្វើការថ្លឹងថ្លែងពិចារណាឲ្យបានស៊ីជម្រៅមុននឹងយើងធ្វើការវៃបហាទៅលើជីវិតឯកជនរបស់បុគ្គលណាមួយរឿងមួយទៀតដែលអាត្មាចង់ចម្រើនពរឲ្យញាតិញោមបានជ្រាបគឺបញ្ហាចៅសង្កាត់ថ្មីអត់ការិយាល័យធ្វើការដោយសារចៅសង្កាត់ចាស់ខ្លះចាក់សោសាលាសង្កាត់មិនអោយធ្វើការហើយចៅសង្កាត់ខ្លះព្យាយាមអង្គុយនៅក្នុងសាលាសង្កាត់នឹងមិនអនុញ្ញាតឲ្យអ្នកថ្មីចូលធ្វើការចំណុចនេះសម្ដេចកលាហោមសខេងបានមានប្រសាសន៍ហើយថាវាជារឿងតូចតាចតែចំពោះអាត្មាមើលទៅរឿងនេះតូចមែនក៏ប៉ុន្តែវាជាគំរូគំរក់វាជាគំរូមិនល្អគ្មានការទទួលខុសត្រូវដោយយើងជាមនុស្សចាស់ហើយយើងធ្លាប់ធ្វើការពេលខ្លះបើយើងមិនអាចដើរទៅមុខបានឬក៏ពេលខ្លះបើយើងមិនអាចមានសមត្ថភាពធ្វើទេគួរតែហ៊ានផ្ដល់ឱកាសឲ្យអ្នកថ្មីហើយគ្រាន់តែកន្លែងអង្គុយនឹងក៏វាផ្លាស់ប្ដូរម្ដងអត់ចង្រៃអីអត់មានទោសអីទេចាំបានពូគួរតែហ៊ានធ្វើការផ្លាស់ប្ដូរទៅនេះចំពោះអ្នកដែលចាញ់ហើយប៉ុន្តែសូមចម្រើនពរទៅចំពោះអ្នកឈ្នះវិញរោដំណោះស្រាយផ្សេងវាមិនមែនទើបតែយើងទៅច្បាំងយកបន្ទប់ការិយាល័យធ្វើការនឹងបានមកបានយើងធ្វើការបណ្រើពលរដ្ឋបានណាសុខចិត្តដាក់ចិត្តអញ្ចេះចោះញាតិញោមដែលជាចៅសង្កាត់ថ្មីមីតាដាក់ចិត្តថាការិយាល័យនោះធ្លាប់ធ្វើរឿងមិនត្រឹមត្រូវច្រើនឲ្យប្រជាពលរដ្ឋខ្មែរខឹងសម្បាកៅអីនោះជាកៅអីពុកហើយវាក្បែរបាក់ជើងហើយយើងអត់ចង់ទៅអង្គុយទេខ្លាចដួលអោគូតដាក់ចិត្តអញ្ចឹងចោះកុំឲ្យយើងខឹងសម្បាប៉ុន្តែយើងត្រូវនិយាយអាកន្លែងនោះយើងនិយាយឲ្យមហាជនបានដឹងតែសូមមេត្តាកុំខឹងសម្បាប្រសិនបើគីមិនអោយកន្លែងធ្វើការវាអត់មានទូសទេរឿងដែលមានទូសធំរឿងដែលមានបញ្ហាធំបាត់បង់ការគ្រប់គ្រងគឺយើងគ្មានឱកាសបណ្រើពលរដ្ឋឥឡូវយើងមានឱកាសបណ្រើពលរដ្ឋហើយកៅអីឈ្នះចេញនៅក្នុងគុំសង្កាត់មិនមែននៅក្នុងបន្ទប់ការិយាល័យចៅសង្កាត់ទេគឺនៅនឹងបេះដូងពលរដ្ឋដូច្នេះសូមឲ្យចៅសង្កាត់ថ្មីមកពីខាងគណៈបកណាក៏ដោយមេត្តាពិចារណាឲ្យស៊ីជម្រៅថាទីតាំងណាក៏ដោយកន្លែងណាក៏ដោយឲ្យតែមានឱកាសអង្គុយផ្ដល់សេវាឲ្យពលរដ្ឋមេត្តាចូលទៅតែរឿងការនិយាយស្ដីថាចៅសង្កាត់ចាស់មិនអោយអានឹងញោមនិយាយបានប៉ុន្តែមេត្តាគុំយោនេះជាបញ្ហាអត្តភាពសូមញោមចៅសង្កាត់ថ្មីមេត្តាគុំយោបញ្ហាចៅសង្កាត់ចាក់សោជាអត្តភាពយកការបណ្រើប្រជាពលរដ្ឋជាអត្តភាពហើយការចាក់សោសាលាសង្កាត់មិនអោយចៅសង្កាត់ថ្មីចូលធ្វើការជាបញ្ហាទី2អាត្មាថានេះបើយើងដាក់ចិត្តដាក់កាយប្រភេទនេះប្រជាពលរដ្ឋនៅគំត្រូលយើងតទៀតហើយប្រជាពលរដ្ឋគាត់នឹងធ្វើការកាត់ទោសបន្តចំពោះបុគ្គលណាដែលមានអេរិយាបថស្មោកគ្រោកដែលមានអេរិយាបថខ្លួនឯងคล้ายទៅជាមនុស្សដើរទៅមុខលេងរួចហើយនៅដេកទៅទឹងផ្លូវអីគេដើរកន្លងវាអបរិស័យហើយអាត្មាក៏សូមបិណ្ឌបាតចម្រើនពរដល់ញាតិញោមដែលដេកនៅលើផ្លូវគេនោះដែរបើថាយើងវាបានតែដួលហើយបើយ៉ាងណាយ៉ាងណីប្រែខ្លួនឲ្យផុតពីផ្លូវមកកុំអោយគេដើរកន្លងអបរិស័យបើអបរិស័យមិនមែនអបតបុគ្គលចៅសង្កាត់អតីតចៅសង្កាត់អ្នកនោះទេវាអបរិស័យដល់គណៈបករបស់ខ្លួនទាំងមូលអានឹងសូមមេត្តាយកចំណុចនេះទៅថ្លឹងថ្លែងទៅពិចារណាសូមគំចាត់ទុកការផ្ដល់មតិយោបល់របស់អាត្មានេះជាការរិះគន់ប៉ុន្តែអាត្មាផ្ដល់ដំណោះស្រាយឲ្យមួយថាគុំសោកស្ដាយកន្លែងនឹងព្រោះកៅអីឈ្នះហើយនឹងចេញមិនមែននៅលើការិយាល័យនោះទេគឺនៅលើបេះដូងនឹងទឹកចិត្តពលរដ្ឋហើយបើញាតិញោមនៅមានសមត្ថភាពនៅមានលទ្ធភាពបណ្រើពលរដ្ឋមេត្តាទៅជួបពលរដ្ឋធ្វើការជាមួយពលរដ្ឋទៅវាជោគជ័យវាឈ្នះនៅពីក្រោយចម្រើនពុកនេះការផ្ដល់មតិយោបល់ឲ្យញាតិញោមថ្ងៃនេះប៉ុណ្ណេះហើយសូមបិណ្ឌបាតញាតិញោមទទូចថា
បើធ្វើយ៉ាងណាអាចជិះបាននៅក្នុងខែកក្កដាមីតាគុំប្រើសារនយោបាយវ័យបហាមីតាគុំធ្វើឲ្យស្ថានភាពនយោបាយនឹងវាក្តៅពីព្រោះយើងធ្លាប់ជួបក្នុងទំព័រប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាជាទូទៅឲ្យតែនៅក្នុងខែកក្កដាបើមិនរត់បហាទេក៏មានបញ្ហាអីផ្សេងធំជាបញ្ហាអំពើហិង្សានៅក្នុងសង្គមក៏អាចកើតឡើងនៅក្នុងខែកក្កដាដែលមីតាត្រៀមមួយខែនឹងឲ្យចប់ទៅអាត្មាប្រកាសថាការនិយាយភាសាថ្ងៃនេះរបស់អាត្មានឹងមានអ្នករិះគន់កាន់តែច្រើនក៏ប៉ុន្តែជំហរនឹងទូនីតិរបស់អ្នកប៊ូគឺអប់រំមនុស្សគ្រប់ប្រភេទទាំងអ្នកនយោបាយនិងមនុស្សសាមញ្ញបឋមជនធម្មតាពីព្រោះប៊ូគឺក្នុងគោលបំណងដើម្បីសង្គ្រោះហើយយើងអាចសង្គ្រោះបានតាមការប្រើប្រាស់ពុទ្ធវចនៈយើងអាចសង្គ្រោះបានតាមការអប់រំនយោបាយដូច្នេះវាអត់ខុសឆ្គងអីទេចាំមើលពោអញ្ចឹងខ្ញុំកណ្ណាអាត្មាភាពផ្ដល់មតិត្រេះរិះយោបល់ពិចារណាប៉ុណ្ណេះចុះខ្ញុំកណ្ណាអាត្មាភាពសូមនមស្ការលានិងចម្រើនពរលា